នាងខ្ញុំសូមគោរពអាណាព្យាបាលរបស់សិស្សទាំងអស់ជាទីគោរពនាងខ្ញុំសូមគោរពសិស្សានុសិស្សដែលមានវត្តមាននៅទីនេះជាទីគោរពស្រឡាញ់រាប់អាននាងខ្ញុំឈ្មោះដូចធាជាសិស្សនៅថ្នាក់ទី5កនៃសាលាបឋមសិក្សាតាំងរលៀងថ្ងៃនេះនាងខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានឡើងមកអានអំណាននៅទីនេះដែលមានចំណងជើងថារឿងជីតាថាដូសូមអរវេទិកាទាំងមូលរីករាយស្ដាប់ដោយតទៅអំណាចរឿងជីតាថាដូនៅជីតារស់នៅលើចង្កេះភ្នំនៃប្រទេសជប៉ុននៅជុំវិញផ្ទះតាមល្បាប់ភ្នំមានស្រែរបស់អ្នកស្រុកជាច្រើនរសៀលថ្ងៃមួយមានហេតុការណ៍កើតឡើងគួរឲ្យកក់ស្លុតដំបូងគេឃើញជីតាថាដូឈរសម្លឹងទៅសមុទ្រហើយស្រាប់តែមានទង្វើរបស់ជីតាយ៉ាងខ្លាំងវាយំនឹងសួរបន្ទាក់លោកតាកំពុងដុតស្រូវហើយណាជីតាគ្រាន់តែងក់ក្បាលតែគាត់មិនបានចាប់អារម្មណ៍នឹងសម្ដីរបស់ថាដូឡើយគាត់ថែមទាំងប្រើថាដូឲ្យដុតស្រូវបន្ថែមទៀតគ្រានោះវាស្រែដែលមានស្រូវពណ៌ក្រហមដោយកម្រាលព្រំប្រែជាមានពណ៌ខ្មៅក្របដណ្ដប់ដែលផ្សេងខ្មៅធួខ្មាញ់អណ្ដែតទៅលើអាកាសទិដ្ឋភាពនេះធ្វើឲ្យអ្នកភោគមកគ្នារត់តាមមកលើភ្នំដើម្បីពត់រត់ភ្លើងគ្រាន់តែឡើងមកដល់ស្រែភ្លាមបុរសម្នាក់បានសួរទាំងកំហឹងទៅកាន់លោកតារបស់ថាដូហេតុអ្វីបានជាមានរឿងនេះបងជឿថាកតញ្ញូ5ប្រការសូមអង្គវិធីការទាំងមូលសម្រាប់ដូចតទៅបទពាក្យ7កតញ្ញូ5ប្រការកូនត្រូវតបគុណម្ដាយឪពុកពុតវងហើបចំគ្រឿងធានាសំលៀបំពេញឆ្នាំការពារឈឺក្រនរងាញ័រញាក់ដៅត្រូវជួយបំពេញឆ្នាំការពារឈឺក្រនរងាត្រូវជួយទូរាងអ្នកមានគុណតាមគួររែកគុណកុំមកសៅទូបីទៅហត់ត្រជាដៅមើលថែម៉ែឲ្យលោកស្រានត្រូវចេះមកពីយ៉ាងផងទៀងថៅសន្តានគេឈ្មោះត្រង់ពោឲ្យកាន់តានជាវាឲ្យបានកុំខ្វះគ្នាកូនត្រូវបងរាអ្នកមានគុណវាចាទុនភ្លុនត្រង់វេលាជាព្រះរងនៃបទនេះអូនត្រូវវត្តទាដោយភក្តីនៅពេលមានតាបៃតារលត់សង្ខារាលោកីអូនធ្វើ